ជំរាបសួរទាំងអស់គ្នាចឹងថ្ងៃនេះមាននៅប្រយោគមួយចំនួនដើម្បីរៀនសូត្រនិងឆ្លើយសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃចឹងដើម្បីមកខាត់ពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាទី1យើងរៀនសួរថា What is your current job ប្រែថាការងារបច្ចុប្បន្នតើការងារបច្ចុប្បន្នរបស់យើងគឺជាអី What is your current job ចឹងយើងឆ្លើយមក I'm a teacherយើងមានការងារយើងដាក់ចំមក I'm a student I'm an engineer I'm a doctor ទៅតាមជាក់ស្ដែងមួយទៀតយើងសួរថា What do you do in your job តែក្នុងការងាររបស់អ្នកហ្នឹងគេធ្វើអីខ្លះក្នុងការងាររបស់យើងសប្តាហ៍ថ្ងៃហ្នឹងគេធ្វើអីខ្លះការងារជាឧទាហរណ៍ជា teacher ឬក៏ជា engineer ជា doctor ហ្នឹងអញ្ចឹងបើជា teacher យើងនិយាយថា I teach kids and teenagers I teach kids and teenagers អញ្ចឹងខ្ញុំបង្រៀនក្មេងៗហើយនឹងក្មេងហើយនឹងក្មេងៗតូចៗហើយនឹងក្មេងៗវ័យជំទង់អញ្ចឹងទៅ Okay about teacher about doctor គឺ heal the patients គឺព្យាបាលអ្នកជំងឺអញ្ចឹងទៅមួយទៀត Do you enjoy your job enjoy គឺចូលចិត្តឬក៏សប្បាយរីករាយជាមួយនឹងការងាររបស់អ្នកដែរអត់ Do you enjoy your job Yes it's rewarding បាទចូលចិត្តតាវាគួរឲ្យពេញចិត្តណាស់ការងារហ្នឹងគឺវាធ្វើទៅសប្បាយរីកពេញចិត្តអូខេ It's rewarding It's not stressful វាអត់មាន stress មានសម្ពាធទេ Alright បន្តមកទៀតWhat was your first job First job គឺការងារដំបូងរបស់យើងអីគេ What was your first job My first job was ការងាររបស់យើងអីគេដំបូងគេ Imagine everyone ស្មាយមកមើលយើងធ្វើការដំបូងអីគេ My first job was teacher's assistant គឺជាជំនួយការគ្រូអញ្ចឹងណាឬក៏យើងធ្វើផ្នែកអីអាហ្នឹងយើងដាក់តាមជាក់ស្ដែងទៅ What was your first job ការងារដំបូងរបស់អ្នកធ្វើអីជាអីគេ Next one what is your dream job ការងារក្នុងក្តីសុបិនក្នុងក្តីសម័យ What is your dream job ក្តីសម័យរបស់យើងធ្វើការងារអី My dream job is to be a lecturer ការងារនៅក្នុងក្តីសម័យខ្ញុំគឺក្លាយជាសាស្ត្រាចារ្យ Lecturer means the one who lectures or teaches at university Lecturer គឺជាមនុស្សម្នាក់ដែលបង្រៀននៅសាកលវិទ្យាល័យណាអញ្ចឹង My dream job is to be a lecturer អញ្ចឹង What's your dream job you can drop in the comment បងប្អូនទាំងអស់គ្នាមានក្តីសម័យការងារធ្វើអីអាចតម្លែងនៅក្នុង comment បាន Next How did you get your current job How did you get your current job តើអ្នកបានទទួលបានការងារបច្ចុប្បន្នដោយរបៀបណាធ្វើម៉េចបានការងារបច្ចុប្បន្ន I applied នេះគេដាក់ពាក្យណា I applied online ខ្ញុំបានដាក់ពាក្យ online You got the information got the recruitment announcement គឺសេចក្តីប្រកាសជ្រើសរើសបុគ្គលិកតាមរយៈអី Facebook page LinkedIn ឬក៏ Telegram group អីចឹងទៅ and then we apply online ហើយយើងដាក់ពី online got interview and pass the interview បានសម្ភាសន៍ហើយក៏ជាប់ការសម្ភាសន៍ចឹងទៅឧទាហរណ៍ next បន្តមកទៀត what is the most challenging part គឺផ្នែកប្រកួតប្រជែងខ្លាំង What is the most challenging part of your job តើការងាររបស់អ្នកនោះផ្នែកណាគឺជាការប្រកួតប្រជែងធំបំផុតខ្លាំងបំផុតអូខេ It is វាគឺការប្រកួតប្រជែងគឺ meeting deadlines គឺការធ្វើឲ្យទាន់ពេលវេលាការងារឲ្យទាន់ពេលវេលាកំណត់ពេលវេលាដែលបានកំណត់ meeting deadlines It is most challenging វាគឺជាការប្រកួតប្រជែងខ្លាំងអូខេអូខេសម្រាប់បងប្អូនដែលមើលវីដេអូនេះមិនទាន់បាន Subscribe
channel YouTube ក៏ដូចជា follow TikTok និង Facebook អាចធ្វើការ subscribe និង follow បានដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតជាការចែករំលែក free ពីខ្ញុំអូខេអញ្ចឹងយើងបន្តមេរៀននេះយ៉ាងទៀតបន្តមកទៀត Would you recommend your job to others recommend នេះគឺណែនាំអូខេ Would you recommend your job to others បើយើងធ្វើការងារហ្នឹងបច្ចុប្បន្នហ្នឹងតើយើងនឹងណែនាំការងាររបស់យើងទៅឲ្យអ្នកផ្សេងអត់ Yes ណែនាំមូលហេតុអី Yes នេះគឺណែនាំ because it is stable ពីព្រោះតែវា stable ហើយបានថា stable because ការងារបង្រៀនឬក៏ជា teacher នៅពេលដែលមនុស្សកើតមកវាត្រូវតែរៀនណាមិនចឹងត្រូវចេះតែរៀនបន្ទាប់ពីការជំរុះចាំបាច់បំផុតបន្ទាប់ពីការហូបចុកគឺការរៀនសូត្រនឹងឯងអូខេ Just because it is stable ហើយហ្នឹងហើយដោយសារតែវាជាការងារដែលស្ថិតស្ថេរ Okay next do you work តើអ្នកធ្វើការ do you work full time or part time តើអ្នកធ្វើការពេញម៉ោងឬក៏ក្រៅម៉ោង I work full time ខ្ញុំធ្វើការពេញម៉ោងបើយើងថា I work part time ខ្ញុំធ្វើការក្រៅម៉ោងចឹងទៅ Alright How long have you been working in this part How long have you been working in this part តើអ្នកធ្វើការងារហ្នឹងប្រហែលឆ្នាំហើយរយៈពេលប្រហែលហើយអូខេធ្វើការហ្នឹង I've been កន្លែងនេះយើងអានថា I've been in this field ឬក៏ in this part for 4 years for កន្លែងនេះប្រែថាអស់រយៈពេលអញ្ចឹងខ្ញុំបានធ្វើការវិស័យហ្នឹងផ្នែកហ្នឹងអស់រយៈពេល4ឆ្នាំហើយ for 4 years អូខេ Do you work remotely or in office remotely ហ្នឹងគឺយើងធ្វើការពីចម្ងាយមានន័យថាយើងធ្វើការ online ណាធ្វើការ online យើងហៅថា work remotely or in office ឬក៏ធ្វើការនៅក្នុងការិយាល័យ I work in an office អញ្ចឹងយើងធ្វើការនៅក្នុងការិយាល័យបើយើងធ្វើការ online ពីចម្ងាយថា I work remotely ចឹងមកអូខេបន្តទៀតនេះជាសំណួរចុងក្រោយហើយចង់ឲ្យបងប្អូនទាំងអស់គ្នាឆ្លើយខ្លួនឯងនៅការទម្លាក់ក្នុង comment What advice would you give to someone who starting in your field តើអ្នកមានដំបូន្មានអីដែលចង់ផ្ដល់ឲ្យទៅនរណាម្នាក់ដែលគាត់កំពុងតែចាប់ផ្ដើមការងារនៅក្នុងវិស័យដូចគ្នាផ្នែកដូចយើងអញ្ចឹងណាអូខេអរគុណទាំងអស់គ្នាមេរៀនថ្ងៃនេះមានតែប៉ុណ្្នេះជម្រាបលាទាំងអស់គ្នា